មកដល់ភោជនីយដ្ឋានមួយនៅក្នុងទីក្រុងភ្នំពេញគ្រួសារទាំងពីរជួបជុំគ្នាស្រស់ស្រូបអាហារពេលល្ងាចជាមួយគ្នាយ៉ាងសប្បាយរីករាយមែនទែនទាំងឪពុកម្ដាយរបស់គឹមហាប់ក៏ដូចជាឪពុកម្ដាយរបស់ម៉ៃលីនដែលពួកគេជាម្ចាស់នឹងគ្នាណាបានជួបគ្នានិយាយប្រោកប្រាជ្ញនិយាយអំពីប្រវត្តិកាលពីនៅក្មេងៗជាមួយគ្នានិយាយអំពីអនុស្សាវរីយ៍រំលឹកកាលពីក្មេងៗជាមួយគ្នាសប្បាយសើចកាក់កាយរីករាយមែនទែនហើយសម្រាប់គឹមហាប់វិញគឺអង្គុយលួចមើលទៅកូនកំមុំមិត្តភ័ក្តិឪពុករបស់គាត់យ៉ាងសប្បាយរីករាយដូចគ្នាពីព្រោះម៉ៃលីនគឺស្រស់ស្អាតមែនទែននាងមកតុបតែងខ្លួនយ៉ាងស្រស់ស្អាតតែម្ដងជាស្លៀកពាក់សម្លៀកបំពាក់រ៉ូបខ្លីពណ៌ក្រហមហើយមានតុបតែងផាត់មុខទៅទៀតទាំងដែលមិនតាន់ទាំងតុបតែងខ្លួនខ្លាំងផងណាកំហាប់លងស្រឡាញ់ដកចិត្តមិនរួចទៅហើយតម្រាំតែតុបតែងបែបនេះទៀតគឺកំហាប់ចេះតែលួចដៀងភ្នែកមើលទៅគេរហូតតែម្ដងមិនដឹងថាគេហ្នឹងគិតយ៉ាងម៉េចជាមួយខ្លួនទេហ្នឹងហើយក្រោយពីអង្គុយហូបអីបានមកសំទុះម្ដាយរបស់ម៉ៃលីនក៏និយាយទៅកាន់កំហាប់ថាចាំពេលមកពីស្រុកវិញណាតាក់តងទៅអាលីនណាក្មួយមីងឲ្យអាលីនចាត់ចែងរៀបចំបន្ទប់ឲ្យនៅត្រង់ចំណុចនេះចង់បញ្ជាក់ផងដែរថាគ្រួសាររបស់ម៉ៃលីនគាត់មានធ្វើជាបន្ទប់ជួលណានៅម្លងផាត់ពីផ្ទះគាត់ហ្នឹងប្រហែលជា2-3ផ្លូវហ្នឹងគឺគាត់មានបន្ទប់ជួលរបស់គាត់ពួកគាត់ជាអ្នកទូធាផងណាអញ្ចឹងដោយហេតុថាជាមិត្តភ័ក្តិគ្នាស្រាប់ជាមួយនឹងពុធីផងឪពុករបស់កំហាំហ្នឹងក៏សម្រេចចិត្តជួលបន្ទប់របស់ឪពុកម្ដាយមេលីនហ្នឹងឲ្យកំហាំនៅតែម្ដងអញ្ចឹងគាត់និយាយថងនេះចង់និយាយថាឲ្យមេលីនហ្នឹងរៀបចំកន្លែងស្នាក់នៅនឹងឲ្យហើយពេលកំហាប់គាត់មកវិញគឺតាក់តងទៅមេលីនទៅយកសោឲ្យពីមេលីនទៅពីពួកគាត់ជាអ្នកលបលការងារដែរខ្លាចមកអត់ជួបគាត់អញ្ចឹងណាហ្នឹងហើយគាត់ឲ្យមេលីនជាអ្នកចាត់ចែងការងារទាំងអស់ហ្នឹងហើយមេលីនក៏និយាយបន្តទៅកំហាប់ថាបាយយកលេខខ្ញុំមកហើយទៅមានការអីស្រួលតាក់តងគ្នាថងកន្លែងនេះគឺកំហាប់កំពុងតែចង់បានស្រាប់ផងអត់ចាំបាច់ពិបាកសុំទេគឺគេឲ្យស្រាប់តែម្ដងនិយាយទៅគឺព្រំលិខិតដូចជាជំរុញដូចជារុញកំហាប់ដល់ហើយអញ្ចឹងកំហាប់គឺគាត់និយាយទៅវិញថាបាទហើយហុចទូរស័ព្ទទៅឲ្យនាងយ៉ាងលឿនតែម្ដងណាពីព្រោះឱកាសបានមកដល់ហើយគឺពេលហ្នឹងពុធីក៏គាត់និយាយថានិយាយទៅកាន់កូនស្រីរបស់គាត់និយាយថាហ្នឹងហើយកូនជាមួយជួយមើលគ្នាទៅហើយបងឯងគេមកភ្នំពេញលើកទី1ផងពុធីក៏ប្រាប់តែមីលីនថាហ្នឹងហើយជួយមើលគ្នាណែនាំគ្នារីកមិនគ្នាទៅត្រូវធ្វើមិនពីព្រោះមកភ្នំពេញលើកទី1ធ្វើតែបាត់តាកំហាប់បងមែនប៉ុន្តែបត់ពិសោធន៍នៅទីក្រុងភ្នំពេញគាត់មានតិចជាងមីលីនដោយមីលីនគាត់ជាអ្នករស់នៅទីនេះស្រាប់អញ្ចឹងណាហើយមីលីនក៏គាត់ឆ្លើយទៅវិញថាចាប៉ាអញ្ចឹងទៅហើយក្រោយមកអ្នកម្ដាយរបស់កំហាប់ហ្នឹងក៏គាត់បន្តទៅទៀតថាអត់ដើរបែកផ្ទះទេនេះលើកទី1របស់កំហាប់ហើយនេះអញ្ចឹងគាត់ក៏ចង់បញ្ជាក់ទៅថាចាំមកជួយមើលគ្នាទៅពីព្រោះអត់ដើរបែកផ្ទះទេលើកបើកផ្ទះលើកហ្នឹងគឺបែកផ្ទះលើកទី1តែម្ដងហើយបែកមកឆ្ងាយទៀតមកដល់ទីក្រុងភ្នំពេញហ្នឹងបន្ទាប់មកពុធីក៏គាត់និយាយទៅកាន់ម្ដាយកំហាប់វិញថាមិនអីទេវាមានអីចាំប្រាប់មកហ្នឹងគាត់និយាយទៅកាន់កំហាប់គាត់ថាអត់អីទេនិយាយមានអីចាំប្រាប់មកនៅតែប្រហែលខែទៅត្រឡប់ហើយមិនមានអីលើសពីស្រុកយើងទេអានេះពុធីគាត់និយាយណាហ្នឹងហើយក្រោយពីនឹងមកពួកគេក៏ហូបបាយសោះស្រូបអាហារពេលល្ងាចជាមួយគ្នានិយាយជជែកគ្នាលេងអញ្ចឹងទៅហើយបាយពេលល្ងាចនេះសម្រាប់អ្នកផ្សេងអត់ដឹងទេប៉ុន្តែសម្រាប់គុំហាប់វិញគឺអារម្មណ៍អណ្ដែតអណ្ដូងសម្រាប់គាត់បាយពេលល្ងាចនេះដូចជាបាយជួបជុំគ្រួសារកូនប្រុសកូនស្រីអញ្ចឹងគឺលងលោចទៅម្នាក់ឯងហើយហ្នឹងហើយបាយពេលល្ងាចក៏បានបញ្ចប់ពួកគេក៏បានត្រឡប់ទៅផ្ទះវិញទៅហើយកំហាប់ក៏ស្នាក់នៅផ្ទះរបស់មីលីនមួយយប់ស្អែកឡើងគឺគាត់ត្រឡប់ទៅស្រុកវិញដោយសារគាត់អាចនៅយូរបានទេក្រុមគ្រួសាររបស់គាត់ដូចដឹងអញ្ចឹងគឺនៅស្រុកហ្នឹងមានតែ3នាក់ទេដែលបងប្រុសនោះរស់នៅឯថៃឯណោះអញ្ចឹងផ្ទះគឺទុកចោលចាក់សោទៅគោក្របីដំណាំបន្លែបង្ការហ្នឹងគឺនៅផ្ញើនឹងគេបងប្អូនអីនៅស្រុកជួយមើលអញ្ចឹងទៅហើយម្យ៉ាងគាត់ត្រូវទៅតាកន្លះខែទេខ្ទង់15ថ្ងៃគាត់ត្រូវត្រឡប់មកវិញដោយសារគាត់ត្រូវចូលរៀនណាហ្នឹងហើយចង់បញ្ជាក់ដែរដោយសារលើកមុនហ្នឹងខ្ញុំបាននិយាយថា3-4ថ្ងៃក្រោយពីលទ្ធផលបាក់ឌុបហ្នឹងគឺគាត់ឡើងមកភ្នំពេញតែពិតអត់ទេ3-4ខែគេទៅសេ3-4ខែតែខ្ញុំមើលច្រឡំខ្ញុំថា3-4ថ្ងៃហ្នឹងហើយជិះមានថាម្លងពីប្រកាសលទ្ធផលបាក់ឌុបហ្នឹងមកហ្នឹងមកដល់ថ្ងៃដែលគាត់ឡើងមកភ្នំពេញនេះគឺមានរយៈពេលចូលខ្ទង់ពី3ខែ4ខែហើយអញ្ចឹងណាហ្នឹងហើយអញ្ចឹងស្អែកឡើងគឺពួកគាត់ត្រូវត្រឡប់ទៅស្រុកវិញហើយគាត់ត្រូវទៅត្រៀមខ្លួនផងត្រូវទិញម៉ូតូទិញអីជិះមកគាត់អត់ទាន់មានម៉ូតូជិះទេហើយមួយយ៉ាងគឺគាត់កំហាំហ្នឹងគាត់ចង់ទៅជួបមិត្តភ័ក្តិរបស់គាត់វណ្ណសាដែរពីព្រោះវណ្ណសាហ្នឹងគឺប៉ាត់តំណឹងទៅយូរមែនតើណារហូតដល់3-4ខែមិនដឹងថាគាត់ទៅណារៀនតក៏មិនដឹង
ឬក៏ទៅធ្វើការបាត់ហើយគឺមិនដឹងគឺបាត់តំណែងសូនឆឹងហ្មងអញ្ចឹងហ្នឹងហើយភាគ2របស់យើងគឺចប់តាមបំបត្តិនេះយើងចាំមើលជួបគ្នាបន្តនៅភាគ3មិនដឹងថាតើមិត្តភ័ក្តិទាំង3នាក់នេះគាត់នឹងទៅជាយ៉ាងណាណាអ្នកណាត្រូវរៀនតអ្នកណាត្រូវទៅធ្វើការធ្វើអីយ៉ាងម៉េចហើយជាពិសេសកំហាប់ដែលជាតួអង្គឯករបស់យើងនេះមិនដឹងថាយ៉ាងម៉េចណាកំពុងតែធ្លាក់ក្នុងលងស្នេហ៍របស់ម៉ៃលីននេះមិនដឹងថាតើម៉ៃលីននឹងគិតដូចកំហាប់មកវិញឬក៏អត់ចាំជួបគ្នានៅភាគក្រោយអរគុណច្រើន